ជំរាបសួរនិងសួស្តីអ្នករៀនភាសាជប៉ុនទាំងអស់គ្នាថ្មីនេះជា LPT បានចេញនៅលទ្ធផលសម្រាប់ការប្រឡងខែ12ហើយខ្ញុំសូមចូលរួមព្រេកអរចំពោះអ្នកដែលបានប្រឡងស្របហើយក៏សូមចូលរួមសោកស្ដាយចំពោះអ្នកដែលអត់បានទទួលបានលទ្ធផលល្អបាទសម្រាប់ខ្ញុំក៏ជាអ្នករៀនភាសាជប៉ុនហើយនឹងធ្លាប់ប្រឡងជា LPT ធ្លាក់ក៏ច្រើនដងហើយក៏បានប្រឡងជាប់ទៅកម្រិតដែលយើងឯងពេញចិត្តតែក្នុងថ្ងៃនេះខ្ញុំចង់ធ្វើការចែករំលែកនៅបទពិសោធន៍ក្នុងការប្រឡងជា LPT មួយចំនួនទៅកាន់អ្នកទាំងអស់គ្នាបាទនៅក្នុងការប្រឡងទស្សនវិជ្ជាជា LPT ខ្ញុំបានបែងចែកវាខ្ញុំគិតថាបែងចែកវាជាពីរផ្នែកទី1និយាយអំពីចិត្តសាស្ត្រនៅក្នុងការត្រៀមខ្លួនប្រឡងហើយផ្នែកទី2យើងនិយាយអំពីtechnique ក្នុងការប្រឡងក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមនិយាយអំពីផ្នែកទី1អំពីចិត្តសាស្ត្រនៅក្នុងការប្រឡងចំពោះការត្រៀមខ្លួនណាមុនពេលដែលយើងចាប់ផ្ដើមប្រឡងគឺយើងត្រូវគិតថាតើយើងមានពេលរៀបចំខ្លួនក្នុងការរៀនភាសាជប៉ុននេះយូរប៉ុណ្ណាឧទាហរណ៍ថាយើងកំពុងតែជាប់នៅកម្រិតN4 ហើយយើងចង់តទៅកម្រិតN3 នោះយើងគួរតែចាប់ផ្ដើមរៀនឲ្យបានលឿនពីពេលនេះតទៅហើយសម្រាប់អ្នកដែលអត់បានជាប់នៅកម្រិតដែលយើងកំពុងតែប្រឡងយើងគួរតែរៀនសារឡើងវិញឲ្យបានលឿនរហូតទៅដល់រយៈពេលប្រឡងលើក្រោយខែ7យើងអាចនឹងមានពេលច្រើនគួរសមនៅក្នុងការត្រៀមខ្លួនហើយបន្តទៀតនៅក្នុងការត្រៀមខ្លួននេះដែរបើសិនជាយើងរៀនគឺយើងគួរតែធ្វើលំហាត់ឲ្យបានច្រើនហើយយើងត្រូវគិតថាក្នុងលំហាត់មួយគឺគេឲ្យយើងចំណាយពេលចន្លោះពី30វិនាទីទៅ1នាទីនៅក្នុងការប្រឡងដូច្នេះបើសិនជាយើងចំណាយពេលច្រើនជាងនោះនឹងធ្វើឲ្យយើងអត់មានពេលគ្រប់គ្រាន់នៅក្នុងការធ្វើលំហាត់ក្រោយធ្វើឲ្យយើងភ័យហើយយើងនឹងគប់យកចម្លើយអត់បានត្រឹមត្រូវហើយនេះជាមូលហេតុដែលទាំងខ្ញុំក៏ដោយអ្នកផ្សេងទៀតក៏ដោយក៏ធ្លាក់ដោយសារតែចំណុចផ្សោយនេះដែរចំណុចមួយទៀតនៅពេលដែលយើងធ្វើលំហាត់នៅផ្ទះបាទសូមយើងត្រៀមយ៉ាងណាថាធ្វើយ៉ាងណាឲ្យចប់មុនពេលវេលាដែលគេបានកំណត់ឧទាហរណ៍ថាយើងប្រឡងវេយ្យាករណ៍ពាក្យហើយនឹងខណ្ឌជីដែលគេតម្រូវឲ្យយើងប្រឡង45នាទីដូច្នេះយើងហាត់ធ្វើនៅផ្ទះនៅក្នុងផ្នែកនេះគួរតែធ្វើនៅក្នុងពេលវេលាត្រឹមតែ35នាទីឬក៏40នាទីបានហើយធ្វើយ៉ាងណាឲ្យវានៅសល់ពេលវេលា10ឬក៏5នាទីនៅក្នុងការដែលយើងប្រឡងជាក់ស្ដែងពេលវេលានេះអាចនឹងយើងភ័យទៅវាអាចនឹងអស់ពេលវេលាហើយបើសិនជាយើងមានពេលវេលា5ឬក៏10នាទីដែលយើងខំធ្វើឲ្យលឿននេះសល់នេះយើងអាចទៅឆែកវាឡើងវិញបានមានពេលពិនិត្យមើលឡើងវិញបានអានេះនាំឲ្យយើងមានទំនុកចិត្តនៅក្នុងការប្រឡងជាងមុនទៀតបាទហើយចំពោះការប្រឡងត្រៀមខ្លួននេះដែរខ្ញុំសូមនិយាយមួយចំណុចទៀតដែលសំខាន់ដែរចំពោះពួកយើងប្រើប្រាស់សិភៅឬក៏ឯកសារបើអាចទៅរួចសូមកុំគូសចម្លើយនៅលើលំហាត់ទាំងនោះបាទបើមិនអញ្ចឹងទេយើងនឹងធ្វើឲ្យចម្លើយនោះវាខូចហើយយើងអាចរៀនសារឡើងវិញបានទៀតទេហើយអានេះវាជាចំណុចខ្សោយមួយដែលខ្ញុំអាសាបានធ្វើនៅពេលដែលខ្ញុំនៅរៀនហើយខ្ញុំធ្លាក់ដោយសារចំណុចខ្សោយដែរអញ្ចឹងបើសិនជាយើងប្រឡងបាទសូមចងចាំចំណុចនេះពីប្រសិទ្ធភាពដែរបាទហើយនៅក្នុងផ្នែកទី2ដែលយើងនិយាយអំពី technique នៅក្នុងការប្រឡងពាក្យវេយ្យាករណ៍ស្ដាប់ហើយនឹងអំណានជាដើមខ្ញុំសូមជាពាក្យសិនបាទយកទៅនិយាយនៅក្នុងវីដេអូលើក្រោយទៀតបាទអញ្ចឹងថ្ងៃនេះសូមចែករំលែកតែប៉ុណ្ណឹងបាទស្វាគមន៍